ជាតិនិងសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិលេខ2758ដោយទទួលស្គាល់រដ្ឋាភិបាលកុម្មុយនីសចិនសប្តាហ៍នេះជារដ្ឋអធិបតេយ្យនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិដើម្បីបរិច្ចាគថវិកាសូមលោកអ្នកនាងចូលទៅកាន់ទំព័រ Facebook ឬបណ្ដាញសង្គមផ្លូវការរបស់សារព័ត៌មាន The Cambodia Daily រួចស្វែងរកលើតំណភ្ជាប់ឬ link ឬអង្គាសរបស់សារព័ត៌មាន The Cambodia Daily លើ GoFundMe បន្ទាប់មកសូមលោកអ្នកនាងចុចនៅលើប៊ូតុង Donate Now ហើយជ្រើសរើសចំនួនទឹកប្រាក់ដែលលោកអ្នកចង់បរិច្ចាគឬវាយបញ្ចូលដោយផ្ទាល់នៅចំនួនទឹកប្រាក់ទាំងអស់នោះបន្ទាប់ពីវាយបញ្ចូលទឹកប្រាក់រួចទាញចុះមកខាងក្រោមនៅត្រង់ចំណុច Payment Method សូមលោកអ្នកនាងចុចយកពាក្យ Credit ឬ Debit រួចបំពេញ email ឈ្មោះលេខកាតលេខសម្ងាត់3ខ្ទង់ព្រមទាំងឈ្មោះរបស់លោកអ្នកដែលមាននៅលើកាតបន្ទាប់មកទៀតត្រូវជ្រើសរើសយកប្រទេសដែលលោកអ្នកកំពុងរស់នៅប្រសិនបើលោកអ្នករស់នៅក្នុងប្រទេសកម្ពុជានៅត្រង់ចំណុច Postal Code សូមបំពេញលេខ12000បន្ទាប់ពីបញ្ចូលចំនួនទឹកប្រាក់និងព័ត៌មានរួចសូមលោកអ្នកនាងចុចនៅលើប៊ូ